Và sắp đây ở bóng bồn được ngọc này ngày nâng nhóm miền thịt muối không cả copy nâu so cho nhóm piរូបភាពសម្រាប់ការ copy ហ្នឹងគឺមានគេធ្វើវីដេអូច្រើនណាប៉ុន្តែហាក់ដូចជាពេលខ្លះនឹងបាត់ជើងបាត់ដៃច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំមានវិធីមួយទៀតដែលខ្ញុំប្រើរាល់ថ្ងៃហើយវាល្អជាងមុនឆ្ងាយហើយឥឡូវខ្ញុំឧទាហរណ៍ចង់បានរូបនេះទៅជាតិចវិញអញ្ចឹងជំរើសចំណុចទី1ឧទាហរណ៍យើង copy image ចេះក៏បានយើង copy image ចេះក៏បានយើងយកអា snapshot នេះក៏បានយក snapshot ថតមកក៏បាន snapping tool ហ្នឹងបើយើងប្រើ snap tool អាហ្នឹងយើងអាចលុបអីដែលយើងអត់ចង់បានឧទាហរណ៍ខ្ញុំអត់ចង់បានអក្សរចេញពី logo នេះទេអញ្ចឹងខ្ញុំលុបចេញសិនចាខ្ញុំលុបអក្សរហ្នឹងចេញសិនអូខេពេលយើងលុបហើយពេលហ្នឹងវាអត់ចេញទៀតទេអក្សរនេះអញ្ចឹងគឺវាអត់ចេញទៀតទេរូបហ្នឹងណាអញ្ចឹងមានកន្លែងណាដែលជា logo ហើយមានអក្សរយើងអត់ចង់បានអក្សរអញ្ចឹងយើងលុបទៅយើងប្រើ snap បើមិនអញ្ចឹងទេយើងប្រើ copy image នេះក៏បានដែរដំបូងយើងចូលមកកន្លែង Google Translate នេះមកបើ Google Translate យើងចុចមកកន្លែង tab មួយដែលមានឈ្មោះថា image ក្នុងហ្នឹងវាមានច្រើនណាស់បងប្អូនទាំងអស់គ្នាចូល website ក៏បាន Google Image ក៏បានតិចក៏បានអញ្ចឹង Google Image មកតទៅទៀតយើង pass from clipboard យើងក៏អាចប្រើចេញពីខាងក្នុងនេះមកដែរប៉ុន្តែបើអត់ប្រើយើង pass ពី clipboard មកអញ្ចឹងគឺ pass រូបហ្នឹងមកហើយអញ្ចឹងនៅពេល pass រូបនេះមកគឺចេញជាភាសាអង់គ្លេសឬក៏ភាសាអីបងប្អូនទាំងអស់គ្នាកុំខ្វល់អីសំខាន់យើងរើសយកភាសាខ្មែរពីព្រោះថានៅក្នុង Google Translate ហ្នឹងមានន័យថាយើងដាក់អីចូលមកគឺវានឹងបកប្រែចេញយើងចុចមកខ្មែរមកគឺវានៅខ្មែរដដែលហើយនៅខ្មែរដដែលយើងមកមើលកន្លែងនេះគឺយើង copy text យើង download ក៏បានដែរប៉ុន្តែយើង copy text ទៅយកទៅនេះដាក់នៅក្នុង Word មកបងប្អូនចូល Word មកនេះក្នុង Word ផាសមកឃើញទេអញ្ចឹងអីដែលយើងទទួលបានហ្នឹងគឺល្អច្រើនមែនតើសឹង90ទៅ95%ស្ទើរតែ 100% ខ្ញុំធ្លាប់តេស្តមើលថាទោះបីជាយើងកូដដែលយើងដែលតែសេខ្ញុំធ្លាប់ដាក់កូដដាក់អីគឺវាដាក់ឲ្យយើងទាំងអស់ព្រោះធម្មតាភាសាកូដវាពិបាកជាងភាសានេះទៀតនឹងឲ្យវាបាក់ជាងដោយសារតែកូដហ្នឹងមានចុចមានសញ្ញានេះសញ្ញានោះអញ្ចឹងទៅប៉ុន្តែវាធ្វើបានល្អអញ្ចឹងណាអាហ្នឹងសម្រាប់Google អញ្ចឹងបងប្អូនអាចធ្វើតាមហ្នឹងហើយយើងដាក់មកយើងអាចដូរ font ដូរអីហើយយើង save ថ្មីបានសម្រាប់ website មួយទៀតគឺ website នេះឯងគឺ website image2tech.info នេះអានេះក៏ល្អដែរហ្នឹងហើយក៏ល្អដែរហើយខ្ញុំតេស្តភាសាដូចជាភាសាថៃល្អបើ Google នេះពេលខ្លះភាសាថៃអត់សូវល្អប្រហែលទេប៉ុន្តែអានេះគឺភាសាថៃគឺល្អអញ្ចឹងបងអាចតេស្តបានអញ្ចឹងខ្ញុំ copy ចេញពីអានេះភាសាទៀតហើយយើងគ្រាន់តែចុច Ctrl V មកយើង Ctrl V មកហើយចុច convert ចឹងនៅពេលហ្នឹងគឺវា underline រូបហ្នឹងឬក៏វា check text នៅក្នុងហ្នឹងដើម្បី extract ចេញមកអញ្ចឹងណានេះអញ្ចឹងបងប្អូនអាចមើលឃើញណាយើង extract ចេញមកគឺបើសិនជារូបហ្នឹងច្បាស់ល្អគឺយល់ទៅវាចាប់មកល្អដែរប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹង Google ល្អជាងឆ្ងាយអញ្ចឹងណាល្អជាងសម្រាប់ភាសាខ្មែរយើងប៉ុន្តែបើសិនជាថៃខ្ញុំគិតថានេះល្អហ្នឹងហើយគិតថានេះល្អជាង Google នឹងតាមបទពិសោធន៍របស់ខ្ញុំណាប៉ុន្តែ Google ក៏មិនអន់ណាស់ណាដែរសំខាន់ឲ្យតែរូបដែលយើងយកមកហ្នឹងគឺរូបវាច្បាស់ស្រាប់អញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនា